អ៊ីស្រាអែលសម្លាប់មនុស្សយ៉ាងហោចណាស់3នាក់នៅតំបន់ហ្គាហ្សាខណៈដែលមនុស្សរាប់ពាន់នាក់កំពុងរងទុក្ខដោយទឹកជំនន់ធ្ងន់ធ្ងរខណៈដែលមនុស្សរាប់ពាន់នាក់កំពុងរងទុក្ខដោយទឹកជំនន់ធ្ងន់ធ្ងរខណៈពេលដែលទុក្ខវេទនារបស់ហ្គាហ្សាកាន់តែធ្ងន់ធ្ងរឡើងលោកនេថាញ៉ាហ៊ូបានបង្ហាញទៅកាន់គណៈរដ្ឋមន្ត្រីថាលោកមិនប្រកាសថាបច្ចុប្បន្ននឹងមានរយៈពេលប៉ុន្មាននោះទេយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់3នាក់នៅតំបន់ហ្គាហ្សាខណៈដែលតំបន់ឆ្នេរសមុទ្របានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកជន់លិចតង់របស់ប្រជាជនដល់មនុស្សរាប់ពាន់នាក់ដែលត្រូវការជំរកមានសុវត្ថិភាពដោយសារតែការបន្តកាត់បន្ថយការផ្គត់ផ្គង់ជំនួយរបស់អ៊ីស្រាអែលប្រភពមួយនៅវិទ្យាសាស្ត្រណាស៊ឺបានប្រាប់អាល់សាហ្វីរ៉ាកាលពីថ្ងៃអាទិត្យថាមនុស្ស3នាក់ត្រូវបានសម្លាប់បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅភាគខាងកើតនៃខានយូនីសនៅភាគខាងត្បូងហ្គាហ្សានៅថ្ងៃដដែលនោះអ៊ីស្រាអែលក៏បានវាយប្រហារសង្កាត់សែតុននៃទីក្រុងហ្គាហ្សានិងតំបន់ដែលនៅជិតទីក្រុងរ៉ាហ្វាភាគខាងត្បូងផងដែរលោកអាល់ខាលីលីបាននិយាយថាស្ថានភាពកំពុងកាន់តែអាក្រក់ទៅសម្រាប់គ្រួសារដែលរស់នៅជិតខ្សែបន្ទាត់ពណ៌លឿងខណៈដែលយោធាបានបន្តរុះរើអគារលំនៅឋានព្រមទាំងបារម្ភនៅអំពីការរងផលប៉ះពាល់ពីទឹកជន់លិចជំរកបណ្ដោះអាសន្នទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននិងការងាររបស់អង្គការសហប្រជាជាតិបាននិយាយថាគ្រួសារចំនួន13,000គ្រួសារនៅក្នុងតំបន់ហ្គាហ្សាដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញក្នុងអំឡុងពេល2ឆ្នាំនៃការទម្លាក់គ្រាប់បែកដោយមិនរើសអើងរបស់អ៊ីស្រាអែលឥឡូវនេះកំពុងប្រឈមនឹងសីតុណ្ហភាពត្រជាក់ខ្លាំងនិងទឹកជំនន់នៅក្នុងជម្រកមិនគ្រប់គ្រាន់ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថាអគារនិងអង្គភាពលំនៅឋានជាង 80% ទាំងអស់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានខូចខាតឬបំផ្លាញចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមប៉ុន្តែអ៊ីស្រាអែលនៅតែបន្តការរារាំងការចូលតង់និងផ្ទះចល័តចូលទៅក្នុងតំបន់នោះទោះបីជាមានបទឈប់បាញ់ក៏ដោយដែលមានន័យថាបញ្ចេញលំហូរជំនួយដល់អ្នកស្រុកដែលរងគ្រោះលោកស្រីតាម៉ារ៉ាអារីហ្វៃនាយិកាផ្នែកទំនាក់ទំនងរបស់ទីភ្នាក់ងារសង្គ្រោះនិងការងាររបស់អង្គការសហប្រជាជាតិបាននិយាយថាអ៊ីស្រាអែលបានដាក់កម្រិតលើអ្វីដែលអាចចូលទៅក្នុងតំបន់នោះដោយហាមឃាត់របស់របរមួយចំនួនដែលត្រូវបានចាត់ទុកថាមានការប្រើប្រាស់ពីរយ៉ាងដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធាលោកស្រីបាននិយាយថាអ៊ីស្រាអែលនឹងយករបស់របរជាច្រើនដែលត្រូវការចាំបាច់ជាពិសេសនៅក្នុងស្ថានភាពរដូវរងានេះគឺលោកស្រីអារីហ្វៃបាននិយាយថាទីភ្នាក់ងារសង្គ្រោះនិងការងាររបស់អង្គការសហប្រជាជាតិស្ថិតនៅក្រោមការត្រួតពិនិត្យនិងការរឹតបន្តឹងទ្វេដងជាភ្នាក់ងារផ្សេងទៀតទោះបីជាភ្នាក់ងារធំបំផុតនៅទីនោះក៏ដោយបន្ថែមថាទីភ្នាក់ងារអង្គការសហប្រជាជាតិមានសម្ភារៈគ្រប់គ្រាន់ដើម្បីបំពេញរថយន្តជំនួយចំនួន 6,000 គ្រឿងពីឃ្លាំងរបស់ខ្លួននៅក្នុងប្រទេសអេស៊ីបនិងសក្តានីលិចទឹកដោយរីកាពីទីក្រុងកាសាលោកស្រីហានីម៉ាមូតនៃអាល់សាហ្វីរ៉ាបាននិយាយថាភ្លៀងបានធ្លាក់អស់រយៈពេល2ថ្ងៃមកហើយមនុស្សកំពុងប្រាប់យើងថាអ្វីបានចាប់ផ្ដើមលេចធ្លាយជំរំភៀសខ្លួនជាច្រើនស្ថិតនៅកម្ពស់ខុសគ្នាពីតំបន់ជុំវិញដែលអនុញ្ញាតឲ្យទឹកហូរចូលពីគ្រប់ទីតំបន់ខ្លះលិចទឹកទាំងស្រុងសម្រាប់អ្នកដែលជ្រកកោននៅក្នុងអគារដែលត្រូវបានទម្លាក់គ្រាប់បែកអ្វីគ្រប់យ៉ាងកំពុងលេចធ្លាយហើយមានហានិភ័យដែលថាជាមួយនឹងភ្លៀងធ្លាក់ខ្លាំងអគារទាំងនោះអាចនឹងដួលរលំអ្នកដែលបោះតង់នៅជិតឆ្នេរសមុទ្រមានហានិភ័យនេះបើតាមការចុះផ្សាយពីសារព័ត៌មានអាល់សាហ្វីរ៉ានៅថ្ងៃទី16 វិច្ឆិកា 2025